អ្នកអង្គញាមកចំណានជំរុញឲ្យសិល្បករចូលរួមបរិច្ចាគឈាមឲ្យបានច្រើនព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយអ្នកអង្គញាមកចំណានប្រធានសហគមន៍សិល្បករខ្មែរបានជំរុញឲ្យសិល្បករសិល្បករណីចូលរួមបរិច្ចាគឈាមឲ្យបានច្រើនដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយនៅក្នុងវិធីចុងអនុសារណៈយោគយល់គ្នារវាងសហគមន៍សិល្បករខ្មែរនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមស្ដីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងបរិច្ចាគឈាមសង្គ្រោះមនុស្សក្រោមប្រធានបទដំណក់ឈាមសិល្បករបន្តជីវិតនិងស្នាមញញឹមកាលពីថ្ងៃទី12ខែវិច្ឆិកាកន្លងមកនេះក៏មានការចូលរួមពីអ្នកអង្គញាម៉ៅចំណានប្រធានសហគមន៍សិល្បករខ្មែរលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យរួមជាមួយសិល្បករសិល្បករណីប្រមាណ150នាក់សិល្បករសិល្បករណីជាច្រើនបាននាំសារទរចូលរួមផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឲ្យបានច្រើនពីព្រោះក្នុងមួយឆ្នាំប្រទេសកម្ពុជាត្រូវការឈាមជួយសង្គ្រោះមនុស្សមិនតិចជាង170,000ផ្លោកឡើយអ្នកអង្គញាម៉ៅចំណានបានមានប្រសាសន៍ថាតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រការបរិច្ចាគឈាមពិតជាមិនផ្ដល់ផលប៉ះពាល់ដល់សុខភាពមនុស្សឡើយផ្ទុយទៅវិញយើងនៅតែមានសុខភាពល្អធម្មតាថែមទាំងបាននៅអត្ថប្រយោជន៍ជាច្រើនដូច្នេះការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចាប់ដៃសហការគ្នានេះនឹងញ៉ាំងឲ្យមានភាពវិជ្ជមានលើសពីអនុសារណៈពលគឺពួកយើងនឹងអាចចូលរួមចំណែកធ្វើឲ្យជីវិតសហគមន៍របស់យើងកាន់តែស្រស់បំព្រងតាមរយៈការបរិច្ចាគឈាមរបស់សិល្បករសិល្បករណីដើម្បីរួមចំណែកជួយបំពេញបន្ថែមនៅតម្រូវការឈាមក្នុងវិស័យសុខាភិបាល